ក្នុងរយៈពេលតែ15ថ្ងៃប៉ុណ្ណោះពលគឺចាប់ពីថ្ងៃទី3ដល់ថ្ងៃទី18ខែកុម្ភៈឆ្នាំ2026សមត្ថកិច្ចនៃរដ្ឋបាលរាជធានីភ្នំពេញបានចុះត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញបានចំនួន2709ទីតាំងនិងរកឃើញជនបរទេសស្នាក់នៅសរុបចំនួន21104នាក់ក្នុងនោះមានស្ត្រីចំនួន6683នាក់នេះបើតាមការផ្សព្វផ្សាយរបស់លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកបឆបនៅថ្ងៃទី20ខែកុម្ភៈឆ្នាំ2026នៅក្នុងប្រតិបត្តិការខាងលើនេះសមត្ថកិច្ចក៏បានបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញបានចំនួន40ករណីដោយឃាត់ខ្លួនជនបរទេសសរុបចំនួន284នាក់ក្នុងនោះស្ត្រី31នាក់រួមមាន13សញ្ជាតិដូចជាវៀតណាមចិនភូមាកូរ៉េខាងត្បូងម៉ាឡេស៊ីនេប៉ាល់បង់ក្លាដេសឥណ្ឌាស្រីលង្កាហ្វីលីពីនឥណ្ឌូនេស៊ីប៉ាគីស្ថាននិងសិង្ហបុរីតាមគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញក្នុងចំណោមករណីខាងលើនគរបាលរាជធានីភ្នំពេញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន11ករណីដែលមានមេខ្លោងនិងអ្នកពាក់ព័ន្ធផ្ទាល់ជាជនជាតិចិនចំនួន22នាក់សិង្ហបុរី1នាក់និងជនជាតិខ្មែរ1នាក់សូមរំលឹកថាកាលពីដើមខែកុម្ភៈឆ្នាំ2026លោកខួងស្រេងអភិបាលរាជធានីភ្នំពេញបានដាក់ផែនការយ៉ាងម៉ឺងម៉ាត់ឲ្យកងកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរខណ្ឌទាំង14ធ្វើយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមអនឡាញពីមូលដ្ឋានរបស់ពួកគេគ្រប់គ្រងឲ្យអស់នៅត្រឹមថ្ងៃទី30ខែមីនាឆ្នាំ2026ការបដិញ្ញាចិត្តរបស់អភិបាលរាជធានីភ្នំពេញដូចនេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលតាមរយៈក្រសួងមហាផ្ទៃបានដាក់កំហិតឲ្យអាជ្ញាធរមូលដ្ឋានទូទាំងប្រទេសបោសសម្អាតឧក្រិដ្ឋកម្មឆបោកអនឡាញនេះឲ្យអស់នៅត្រឹមខែមេសាឆ្នាំ2026ខាងមុខ